អីព្រះអង្គក៏ជ្រាបទៅតាមឧបនិស្ស័យហ្នឹងព្រះអង្គសម្ដែងទៅតាមឧបនិស្ស័យដែលមានហ្នឹងអញ្ចឹងទៅហ្នឹងឯងហើយឧបនិស្ស័យហ្នឹងក៏បានញ៉ាំងនៅលោកកតរៈហ្នឹងឲ្យកើតឡើងតាមឧបនិស្សយបច្ច័យដែលមានហ្នឹងឯងអាហ្នឹងគឺការដែលយើងពោលត្រង់ទៅតាមគម្ពីរធម៌អាដែលមានមកហ្នឹងឯងតាមដែលព្រះអង្គទ្រង់ប្រោសសត្វលោកហ្នឹងហើយបើមិនបានជួបនឹងពុទ្ធធម៌ប្រសង្ឃមិនមានត្រៃសរណគមទេអញ្ចឹងគឺទានសិលភាវនាហ្នឹងវានៅសន្សំក្នុងសន្តានអញ្ចឹងទៅมันអាចថាឲ្យមគ្គផលកើតឡើងទេតើតែមានបត្រៃសរណគមមានបត្រៃសរណគមហ្នឹងហើយឧបនិស្សយបច្ច័យហ្នឹងដែលបានសន្សំក្នុងចិត្តសន្តានមកផងហើយការដែលបានខ្សែគប់ជាមួយសប្បុរសប្រឹងប្រែងស្ដាប់ពធក៏បច្ច័យក្នុងបច្ចុប្បន្នហ្នឹងឯងអញ្ចឹងបានយើងសិក្សាទៅឃើញមានឧបនិស្ស័យនឹងឆ្ងាយពីអតីតជាតិទៅយូរលង់រាប់កាប់មកផងទាំងឧបនិស្សយបច្ច័យក្នុងបច្ចុប្បន្នហ្នឹងផងក៏ណាយើងបូកបញ្ចូលគ្នាក៏ណាបូកបញ្ចូលគ្នាគឺมันអាចនិយាយត្រឹមតែឧបនិស្ស័យក្នុងបច្ចុប្បន្នអត់ពីអតីតទេហើយក៏មិនអាចនិយាយតែពីឧបនិស្ស័យពីអតីតអត់បច្ចុប្បន្នទេត្រូវតែដល់ព្រមនឹងឯងចឹងក៏ណាតំណាក់តំណងគ្នាដល់ចឹងទៅគឺគុណចាស់ជ្រាបហើយក្នុងសេចក្តីហ្នឹងព្រោះយើងមិនមានត្រៃសរណគមអត់មានការខ្សែគប់សប្បុរសអត់បានស្ដាប់ពធបានយល់ទេតើបានអីជាបច្ច័យនៃស្ថិដ្ឋានវិបស្សនាអាហ្នឹងឯងវាតើមានបច្ច័យបច្ចុប្បន្នហ្នឹងចឹងឯងចឹង